your application ឬក៏ business របស់អ្នកអាចកើតនៅលើ cloud ប៉ុន្តែអ្នកនេះ focus ទៅលើការ deploy security control ទៅលើតែ on premise infrastructure តែប៉ុណ្ណោះសួស្តីអ្នកនាងស្វាគមន៍មកកាន់ Process Tech Friday Season 2 ជំរាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះមករាជា Network and Cyber Security នៅ Process Solution អញ្ចឹងប្រធានបទនៅក្នុងថ្ងៃនេះយើងនឹងនិយាយអំពី Cloud Security Responsibility ហើយនិង Security Risk Failure មួយចំនួននៅលើ Cloud Deployment របស់យើងអញ្ចឹងចំណុចទី1យើងមកស្វែងយល់អំពីតើអ្វីទៅគឺជាការ Share Responsibility Model អញ្ចឹងនៅក្នុងនេះអ្វីដែលយើងចង់ focus សំខាន់នៅក្នុងនេះគឺ Cloud Provider ហើយយើងដែលជាអតិថិជនរបស់គាត់អញ្ចឹង Cloud Provider របស់យើងគឺគាត់ទទួលខុសត្រូវទៅលើផ្នែក Infrastructure មានដូចជា Network Server Storage ឬក៏ពាក់ព័ន្ធជាមួយនឹង Core Service ផ្សេងៗទៀតដែលគាត់ត្រូវ provide ឲ្យយើងហើយយើងជាអតិថិជនយើងត្រូវការ understand ហើយនឹងការទទួលខុសត្រូវទៅលើការបាត់បង់ data service ឬក៏ access control ក៏ដូចជាទទួលខុសត្រូវទៅលើការ configuration មួយចំនួនទៅលើហ្នឹងអញ្ចឹងយើងមកស្វែងយល់ទៅលើចំណុចទី2ដែលយើងនឹងសិក្សាតើពាក់ព័ន្ធជាមួយនឹង Cloud Computing Service មានអីខ្លះហើយនរណាគេទទួលខុសត្រូវទៅលើផ្នែកទាំងអស់នោះអញ្ចឹងទី1ពាក់ព័ន្ធជាមួយនឹង Software as a Service អញ្ចឹង Software as a Service គឺ Cloud Provider របស់យើងធ្វើការទទួលខុសត្រូវទៅលើការ Secure App ក៏ដូចជា the back end infrastructure របស់ពួកគាត់ប៉ុន្តែយើងដែលជាអតិថិជនឬក៏អ្នកនរនេះដែលធ្វើការ purchase service ពីពួកគាត់យើងត្រូវការ make sure ថារាល់ data ហើយនឹងការ access ទាំងអស់ហ្នឹងគឺ under control របស់ទំនួលខុសត្រូវរបស់យើងដែលជាចំណុចទី1អញ្ចឹងចំណុចទី2ពាក់ព័ន្ធជាមួយនឹង Cloud Service Computing ហ្នឹងគឺអ្នកនេះ focus ទៅលើ platform service ឬក៏យើងហៅថា PaaS អញ្ចឹងពាក់ព័ន្ធជាមួយនឹង PaaS ពាក់ព័ន្ធជាមួយនឹង provider របស់យើងគាត់នឹងធ្វើការ secure ទៅលើ runtime ហើយនឹង infrastructure របស់ពួកគាត់ដើម្បីគាត់ provide ពាក់ព័ន្ធជាមួយនឹង platform មកកាន់យើងដែលជាអតិថិជនអញ្ចឹងសម្រាប់យើងត្រូវការ secure resource server ដែលយើងត្រូវការទិញឬក៏ platform ដែលយើងត្រូវការទិញឬក៏ពាក់ព័ន្ធជាមួយនឹង code ឬក៏ data ដែលយើងត្រូវការ host ឬក៏យើងត្រូវការប្រើប្រាស់នៅលើ platform របស់ provider របស់យើងហើយចំណុចទី3ដែរគឺយើងនិយាយពី infrastructure service ឬក៏យើងហៅថា IaaS ដែលជាទូទៅ provider របស់យើងគឺធ្វើការ provide ពាក់ព័ន្ធជាមួយនឹង the whole infrastructure ឲ្យយើងប៉ុន្តែយើងដែលជាអតិថិជនឬក៏អ្នកនេះត្រូវការ respond focus ទៅលើ application ទៅលើ security control ឬក៏ data ដែលអ្នកនេះត្រូវការ protect ឬក៏ respond ទៅលើពាក់ព័ន្ធជាមួយនឹង service ទាំងអស់ហ្នឹងអញ្ចឹងយើងមកស្វែងយល់ចំណុចទី3ម្ដងចំណុចទី3គឺជាចំណុចមួយសំខាន់ដែរអ្នកនេះត្រូវការ understand ពី environment របស់អ្នកទាំងអស់គ្នាព្រោះតែកាលណាបើសិនជាយើងអត់យល់ពី environment របស់យើងពិបាកនៅក្នុងការ protect detect ឬក៏ respond ទៅលើ any security incident អីផ្សេងៗដែលមានកើតឡើងអញ្ចឹងចំណុចនៅក្នុងនេះគឺយើងចង់លើកឡើងពាក់ព័ន្ធជាមួយនឹង cloud deployment type ដែលអ្នកនេះត្រូវការប្រើទី1យើងហៅថា private cloud ទី2យើងហៅថា public cloud ហើយទី3យើងហៅថា hybrid cloud private cloud វាខុសពី public cloud ត្រង់ថាអ្នកនេះត្រូវការ full control ឬក៏ manage cloud infrastructure នឹងដោយខ្លួនឯងប៉ុន្តែគាត់ថាវារៀងខុស high តិចហើយសម្រាប់ public គឺយើង share resource ជាមួយនឹងអតិថិជនផ្សេងៗទៀតហើយពាក់ព័ន្ធជាមួយនឹងការ scale គឺងាយស្រួលដោយសារតែយើងប្រើ share environment មួយនឹងអតិថិជនផ្សេងៗទៅលើ infrastructure ហ្នឹងដោយឡែកសម្រាប់ hybrid គឺយើងអាចប្រើប្រាស់ mix ចូលគ្នាទៅលើ on premise ឬក៏ private cloud infrastructure របស់យើងជាមួយនឹង public cloud កន្លែងនេះអីដែលជាចំណុចសំខាន់គឺ make sure អ្នកនេះ understand អំពី environment របស់យើងដោយសារតែយើងបានសិក្សាអំពីចំណុចទី1ចំណុចទី2ចំណុចទី3ហើយអញ្ចឹងយើងឃើញថាពាក់ព័ន្ធជាមួយនឹង real security risk មួយចំនួនអាចនឹងកើតឡើងនៅពេលដែលយើងអត់យល់អំពីវាឧទាហរណ៍ដូចជាការទទួលខុសត្រូវទៅលើ cloud provider ឬក៏យើងខ្លួនឯងដែលជាអតិថិជនរបស់ពួកគាត់ទៅលើបញ្ហាមួយចំនួនដូចជា public cloud storage ដែលយើងអត់បានធ្វើការ secure ច្បាស់លាស់យើងធ្វើការ hardening ឬក៏ configuration following best practice ក៏ដូចជាការពាក់ព័ន្ធជាមួយនឹង allow permission grant permission ឬក៏ការ allow ឲ្យអ្នកដែលចូលទៅការប្រើប្រាស់ service ទាំងអស់ហ្នឹងគឺវាអត់មាន security ហើយចំណុចមួយទៀតដែរគឺទៅលើការអត់ strong គេហៅថា big authentication អីផ្សេងៗទាំងផ្នែក administrator ក៏ដូចជា user ដែលគាត់ត្រូវការ access ទៅកាន់ cloud service ទាំងអស់ហ្នឹងអញ្ចឹង based on Gartner IBM Cloud Security Alliance គឺយើងរកឃើញថា 60% ពាក់ព័ន្ធជាមួយនឹង Cloud Security Risk ឬក៏ Breach ត្រូវបានកាត់ឡើងដោយសារតែ misunderstanding ក៏ដូចជា misconfiguration សម្រាប់ case study ទី1ទៅលើ misconfiguration ខ្ញុំចង់ចែកទៅលើ infrastructure service អ្នកនេះដឹងហើយនៅពេលដែលយើងទិញ service ជា infrastructure service យើងត្រូវការ secure environment ហ្នឹងដោយខ្លួនឯងអញ្ចឹងខ្ញុំឧទាហរណ៍ថាទៅលើ WAF deployment មួយចោះអ្នកនេះដឹងហើយពាក់ព័ន្ធជាមួយនឹង WAF វាដើរតួជា front ឬក៏ reverse proxy មួយដើម្បី protect application របស់អ្នកនេះនៅលើ cloud environment មួយហ្នឹងអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ misconfiguration ខ្ញុំឧទាហរណ៍ដូចជាពាក់ព័ន្ធជាមួយនឹង WAF rule របស់យើងអត់ up to date ឬក៏យើងអត់បានបើក lock នៅក្នុង WAF rule របស់យើងឬក៏យើងអត់បាន configure វា properly អញ្ចឹងពាក់ព័ន្ធជាមួយនឹង infection គឺ attacker គាត់អាច bypass ពាក់ព័ន្ធជាមួយនឹង OWASP top 10 ឬក៏ any web application attack ដែលគាត់អាចធ្វើការ bypass បានដើម្បី access ចូលទៅកាន់ application របស់យើងស្វែងរកចន្លោះប្រហោងឬក៏ប្រមូលព័ត៌មានផ្សេងៗដែលគាត់អាចនឹងប្រមូលបានអីចឹងទៅអញ្ចឹងជាឧទាហរណ៍ទៅលើ case study ទី2សម្រាប់ SaaS ចោះទៅលើ software service អញ្ចឹងអ្នកនាងធ្វើការ purchase ឬក៏ធ្វើការប្រើប្រាស់
SaaS ឬក៏ software service ទៅលើ service មួយចំនួនអញ្ចឹងនៅក្នុងហ្នឹងគឺអ្នកធ្វើការបែងចែកពាក់ព័ន្ធជាមួយនឹង administrator ហើយនឹង user អញ្ចឹងនៅកន្លែងហ្នឹងដែរពាក់ព័ន្ធជាមួយនឹង misconfiguration មួយចំនួនឧទាហរណ៍ដូចជា multi factor authentication គឺយើងអត់បាន enforce ទៅលើ administrator ដែលគាត់ធ្វើការ access ឬក៏ manage ទៅលើ the whole user របស់អ្នកនេះហើយមួយទៀតដែរ role user របស់អ្នកទាំងនេះនៅក្នុងហ្នឹងគឺអត់បាន enforce ទៅប្រើ multi factor authentication ហើយចំណុចមួយទៀតគឺទៅលើការប្រើប្រាស់ legacy authentication protocol ដែលវាអត់មាន encryption អត់មាន security ដែល attacker គាត់អាចធ្វើការ capturing ឬក៏លួចព័ត៌មានរបស់ user របស់យើងនៅពេលដែលគាត់ធ្វើការ log in ចូលទៅក្នុង system ឬក៏ application ទាំងអស់ហ្នឹងចឹងសម្រាប់ infection នៅកន្លែងនេះបើសិនជា credential leak ហ្នឹង happen ទៅលើ IT administrator ដែលគាត់ធ្វើការ manage ទៅលើ SaaS application គឺដូចគាត់បានអ្នកប្រើប្រាស់មួយឬក៏ user មួយដែលមានសិទ្ធិ the whole organization របស់យើងអញ្ចឹងហើយមួយទៀតដែរគឺបើសិនជាគាត់លួចទិន្នន័យរបស់ user របស់យើងអញ្ចឹងគាត់អាចប្រើប្រាស់ទៅតាម objective ដែល attacker គាត់ចង់បានគាត់អាចយក user ហ្នឹងគាត់ lock ទៅកាន់ system ឬក៏គាត់យក user ហ្នឹងទៅធ្វើពាក់ព័ន្ធជាមួយនឹង activity ណាមួយដែលជា activity អត់ត្រឹមត្រូវទៅតាមផ្លូវច្បាប់អីចឹងទៅហើយចំណុចមួយទៀតដែរគឺគាត់អាចលួចទិន្នន័យឬក៏ take over account របស់ user របស់យើងឬក៏ even IT admin ក៏គាត់អាចលួចបានដែរដោយសារតែយើងអត់បាន properly configuration ឬក៏ enable ទៅលើពាក់ព័ន្ធជាមួយនឹង MFA អញ្ចឹងបន្ទាប់ពីអ្នកនាងបានសិក្សា understand អំពីការទទួលខុសត្រូវទៅលើ cloud provider ក៏ដូចជាយើងជាអតិថិជនរបស់គាត់ក៏ដូចជាមានជា use case ហើយនឹង service type មួយចំនួនដែលយើង understand ពីខាងដើមអញ្ចឹងយើងមកសិក្សាអំពី best practice ដើម្បី stay secure ទៅលើ cloud របស់យើងនៅពេលដែលយើងប្រើប្រាស់ពួកវាអញ្ចឹងទី1ខ្ញុំចង់ចែកម្លែកអំពីការ define role clarity ឬក៏ clearly ទៅលើ administrator ហើយនិង user អញ្ចឹងបើកាលណាយើងអត់បានបែងចែក role ទៅលើ administrator ឬក៏ user ច្បាស់លាស់ទេខ្ញុំមើលទៅថា user ធម្មតាគាត់មានសិទ្ធិស្មើនឹង IT admin អញ្ចឹងមានន័យថាគាត់អាចធ្វើអ្វីៗទៅតាមអីដែលគាត់ចង់បានអញ្ចឹងធ្វើឲ្យការ access របស់ពួកគាត់នឹងវាមានភាពញ៉ៃញ៉ៃឬក៏អត់អាច manage បានចំណុចទី2គឺអ្នកនេះគួរតែ audit configuration របស់អ្នកនរគ្នា regularly ឬក៏ដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងនៅពេលដែលយើងមាន role clearly នៅពេលដែលមានបុគ្គលិកថ្មីឬក៏បុគ្គលិកចេញអីផ្សេងយើងអាចធ្វើការផ្លាស់ប្ដូរ update ទៅលើ configuration របស់យើងជា regularly ទី3ទៅលើការ enforce list privilege អញ្ចឹង list privilege ដូចខ្ញុំបញ្ជាក់ខាងដើមដែរទេសម្រាប់ការធ្វើការ limitation ទៅលើ user ទៅលើ category នៃ IT admin ឬក៏ user ធ្វើការ access ទៅកាន់ admin portal ឬក៏ even internal system របស់យើងជាលក្ខណៈ strictly ដូចខ្ញុំឧទាហរណ៍ខាងដើមអញ្ចឹង IT ក៏ access only IT ហើយ HR ក៏ access only HR application អញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺជាចំណុចមួយដែលយើងត្រូវការ define ច្បាស់លាស់ទៅលើពាក់ព័ន្ធជាមួយនឹង enforce list privilege ចំណុចទី4ទៅលើការ encrypted sensitive data អញ្ចឹងមិនថា application ឬក៏ data របស់យើង store នៅទីតាំងណាយើងត្រូវ make sure ថារាល់ data ទាំងអស់ហ្នឹងគឺត្រូវបាន store ហើយនឹង encrypted ដើម្បីអីគេដើម្បីនៅពេលដែល attacker គាត់ធ្វើការលួចពាក់ព័ន្ធជាមួយនឹង user ទិន្នន័យអីផ្សេងៗគឺគាត់អត់អាច decrypt ឬក៏គាត់អត់អាចដឹងថាតើ data ហ្នឹងគឺជា data អីចំណុចទី5គឺយើងអាចប្រើ multi factor everywhere ទាំង IT admin ទាំង user នៅពេលដែលគាត់ access ទៅកាន់ portal admin ឬក៏គាត់អាច access ទៅកាន់ application ឬក៏ service ដែលគាត់ត្រូវការប្រើប្រាស់អីចឹងទៅចំណុចទី6គឺយើងត្រូវការ understand អំពី environment របស់យើងហើយយើងអាចធ្វើការ deploy strong security control របស់យើងដើម្បីយើងធ្វើការ fully protect ដូចឧទាហរណ៍ខ្ញុំបានលើកឡើងខាងដើមទៅលើការ deploy WAF អីផ្សេងឬក៏ពាក់ព័ន្ធជាមួយនឹង cloud deployment type មាន private មាន public មាន hybrid អីចឹងទៅចំណុចទី7គឺយើងត្រូវការ continuous detect ហើយនឹង respond ទៅលើ attack ដោយសារអីដោយសារតែយើងត្រូវការ continue monitoring ទៅលើ environment របស់យើងហើយយើងអាចធ្វើការ respond ទៅលើ any incident ឬក៏ abnormally traffic ដែលធ្វើការ request មកកាន់ environment របស់យើងអីផ្សេងៗអីចឹងទៅចំណុចទី8គឺជាចំណុចសំខាន់ដែរអ្នកនេះអាចធ្វើការ contact ពាក់ព័ន្ធជាមួយនឹង solution provider ដែលអ្នកនេះធ្វើការ track ជាមួយនឹងពួកគាត់ដើម្បី consult ទៅលើការ secure ពាក់ព័ន្ធជាមួយនឹង cloud environment ឬក៏ the whole infrastructure របស់អ្នកទាំងនេះបន្ថែមទៀតជាចុងក្រោយ security in the cloud គឺជា team effort ដែលអ្នកទាំងនេះត្រូវការ work closely ជាមួយនឹងក្រុមការងាររបស់អ្នកទាំងនេះខ្លួនឯងផ្ទាល់ក៏ដូចជាត្រូវការ work closely ជាមួយនឹង cloud provider របស់យើងដើម្បីសុំ advice ឬក៏ expertise ពីពួកគាត់ហើយនឹងអាចធ្វើការ work ជាមួយនឹង solution provider ដែលនឹង track ដើម្បីធ្វើការ consult ក៏ដូចជាផ្ដល់ដំណោះស្រាយដែលមានប្រសិទ្ធភាពជូនអ្នកនាងអញ្ចឹង cloud provider របស់អ្នកនេះគឺគាត់ focus ទៅលើការ secure ទៅលើ infrastructure របស់គាត់ដែលគាត់លក់មកឲ្យយើងឬក៏ application ដែលគាត់លក់មកឲ្យយើងហើយយើងខ្លួនឯងគឺត្រូវការ make sure ថា configuration data ដែលយើងធ្វើការប្រើប្រាស់គឺ under security ឬក៏ responsibility របស់ក្រុមការងារយើងដែរការយល់អំពីការទទួលខុសត្រូវយល់អំពីការ share responsibility ទាំងអស់នេះគឺធ្វើឲ្យអ្នកនាងអាចធ្វើការ protect ពាក់ព័ន្ធជាមួយនឹង the most value asset នៅក្នុងក្រុមហ៊ុនរបស់អ្នកនាងផ្ទាល់អញ្ចឹងបើសិនជាអ្នកនាងមានចម្ងល់មានបញ្ហាឬក៏ត្រូវការពិភាក្សាសិក្សាពាក់ព័ន្ធជាមួយនឹង solution ទាំងអស់នេះ
សូមធ្វើការតាក់ទងមកកាន់ក្រុមការងារ Process Solution ខ្ញុំបាទមករាសូមអរគុណសូមជម្រាបលា